គ្រីស្ទទ្រង់ស័ក្តិសមនឹងទទួលក្រាំងហើយបកត្រាផងត្បិតព្រះអង្គទ្រង់ត្រូវគេធ្វើគុតហើយព្រះអង្គទ្រង់លួសមនុស្សពីគ្រប់កុលសម្ព័ន្ធគ្រប់ភាសាគ្រប់ប្រជាជននិងគ្រប់ប្រជាជាតិមកថ្វាយព្រះជាម្ចាស់ដោយព្រះលោហិតរបស់ព្រះអង្គយើងមានជីវិតឈ្នះបាបនានា
អរគុណដល់សមាគមសិល្បករមរតកខ្មែរដែលដឹកនាំដោយលោកគ្រូទីសុផុននិងអ្នកគ្រូលងរស្មីអរគុណដល់ក្រុមសិល្បករកុមារាកុមារីទាំងអស់គ្នានៅទីនេះដែលបានបង្ហាញនៅរបាំដ៏មានអត្ថន័យដោយសារព្រះគ្រីស្ទកូនជាមនៃព្រះអាមែនបាទអរគុណបាទ